បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទខ្ញុំសង្កត់ស្មារតីរួចនេះរៀបចំផ្ញើជូនបងប្រុសគាត់ឲ្យផ្ញើទៅឲ្យមិនរួងគាត់ថាមកយកផ្ទាល់តែឥឡូវគាត់ឲ្យផ្ញើទៅឲ្យគាត់នៅផ្ញើទៅខេត្តត្បូងឃ្មុំបាទគាត់ជាស្រ័យខេត្តកំពង់ចាមទីរួមខេត្តកំពង់ចាមហើយខ្ញុំចង់បង្ហាញពីការភ្ជាប់ការឲ្យចាប់ចូលមួយសែតហើយអញ្ចឹងដោយសារតែខ្ញុំត្រូវដោះបំបែកវិញអញ្ចឹងក៏បង្ហាញជូនបងមើលចង់មើលរូបរាងវាគឺយើងចាប់បែបហ្នឹងមកមានកាំងពីមុខមានក្បាំងពីក្រោយរសហើយយើងចាប់ចូលមួយសែតដៃហើយយើងចាប់ចូលមួយសែតបែបហ្នឹងរូបរាងគឺចាប់បែបហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូនចង់បានគឺអាចមកមើលដល់កន្លែងផ្ទាល់ក៏បានឬក៏ចង់ឲ្យបងផ្សាយជូនក៏បានបាទតែនេះវីដេអូនេះចង់បង្ហាញជូនការភ្ជាប់បាទអញ្ចឹងការយើងចាប់ជាប់ពីហ្នឹងទៅបាទទីបងឃើញអញ្ចឹងយើងកាត់ជាប់បែបហ្នឹងទៅហើយនេះប្រឡង3គ្រាប់បាទយើងអាចដោះចេញបានអញ្ចឹងកាំងហ្នឹងពុកម៉ែបងប្អូនយកទៅដល់ដោះចេញក៏បានឬចាប់ចូលក៏បានបាទហើយចន្លោះកាំងវិញអាចថាពេលយើងប៉ះកាំងនេះវាអត់ដល់តំណាំយើងទេអញ្ចឹងកាំងសុវត្ថិភាពការពារកាត់ដាច់តំណាំតូចតែសម្រាប់តំណាំធំវាអត់ទៅជាបញ្ហាទេហើយសម្រាប់ផ្លែកំបិតបាទផ្លែកំបិតពុកម៉ែបងប្អូនយើងចាប់បងគឺចាប់ជាប់ពីលើថាសបាទទៅយើងចាប់ពីក្រោមក៏បានចាប់ពីលើក៏បានហើយបើថាតាមបទពិសោធន៍ខ្ញុំជាប់តយើងប្រើចាប់ពីលើថាសបែបនេះវាអត់ធ្វើទុកវាអត់សូវកេតអញ្ចឹងវាកាត់ទាំងធូរម៉ាស៊ីនជាងបាទហើយម៉ាស៊ីនខាងប្អូនគឺយើងប្អូនធ្វើបែបកបិតជាប់អត់ប្រើកបិតរស់ទេបាទព្រោះនេះវាកាត់កម្លាំងខ្លាំងជាងកបិតជាប់ហើយជំរាបប្រាស់នេះដាក់ក្រាស់ផ្លែកបិតនេះខ្ញុំធ្វើពីផ្លែត្លឹកផាត្រាក់ទ័រឲ្យជាងលុតមុខមកអែមអញ្ចឹងគុណភាពគឺមាំទៅថាមាំប្រើផ្លែកបិត2ហើយមុខកាត់វានេះគឺ8ទឹកបងប្អូន8ទឹកចូល8ទឹក2ហ៊ុនណា8ទឹក2ហ៊ុនណាអញ្ចឹងគឺសុវត្ថិភាពហើយមាំហើយមុខធំកាត់បានលឿនអញ្ចឹងបងប្អូនណាអត់ពិបាកទេហើយការថែទាំក៏វាមានកន្លែងបាញ់សាញ់គោមើលឃើញអត់ទេនេះបាទចាំខ្ញុំដាក់ឲ្យគៀកមើលនេះពុកម៉ែបងប្អូនបាទមានណាបាញ់សាញ់គោដោះតាមនឹងចេញមកហើយបូមសរាងចាក់ថ្នាំយើងអាធំនោះដាក់តែ2សរាង3សរាងបញ្ចូលទៅបូមសាញ់គោបញ្ចូលទៅគឺគេចិញ្ចឹមបដាងបាទមាន2គ្រាប់ឥឡូវនេះរៀងគៀកទេតែក្រោមនេះបាញ់ឲ្យធ្លាក់ដល់ក្រោមបដាងវានគរក្រោមហ្នឹងចឹងហ្នឹងពុកម៉ែបងប្អូនបាទវាងាយស្រួលទេចេះការថែទាំគឺប៉ុណ្ណឹងបាទហើយអ្នកផ្លែកបិតពេលរៀលយើងអាចសលៀងបានដូចគ្នាហើយសម្រាប់នេះយើងរត់ឲ្យមួយសែតដូចគ្នាអត់អីដៃបងប្អូនដៃវានេះយើងអាចសេរីបានដោយគ្រាន់តែបទូប្រឡងដាក់បទូប្រឡង2គ្រាប់ហ្នឹងទៅមួយខាង2គ្រាប់ហ្នឹងទៅនេះយើងបទូប្រឡងយើងចង់ខ្ពស់ទាបអីយើងអាចសេរីបានលើកចុះបានអញ្ចឹងណាបងប្អូនហើយគឺងាយស្រួលសម្រាប់បងដែលថាយើងកម្ពស់ខុសគ្នាបាទហើយបងទឺអញ្ចឹងដូចខ្ញុំអញ្ចឹងណាជាដើមអញ្ចឹងវាតកែទៀបបែបហ្នឹងបាទចង់បានខ្ពស់បងដងណៅដែរអាហ្នឹងត្រូវខ្ពស់ហើយសម្រាប់ក្បាំងសុវត្ថិភាពគឺមានដូចគ្នាបាននេះវាបត់បែនបានដូចគ្នាដែរហើយតែនេះមកអត់បានចាប់រឹតតឹងទេដោយសារខ្ញុំត្រូវដោះឲ្យវិញគឺវាយល់បែបហ្នឹងយើងរុញទៅមុខវាទៅទៅក្រោយអញ្ចឹងវាស្រួលប្រើទេបាទអត់អីទេអាហ្នឹងយើងចង់គឺការពារខ្លាចខ្ចាយត្រូវក្របខ្ចាយត្រូវថ្មខ្ចាយត្រូវជើងត្រូវដៃហើយសុវត្ថិភាពដល់យើងនឹងបាទអញ្ចឹងគឺយើងមើលទៅគឺយើងរុញពីក្រោយអញ្ចឹងទៅវាសុវត្ថិភាពបាទហើយវីដេអូនេះវែងបន្តិចបាទរុញពីក្រោយអញ្ចឹងអត់ប៉ះពាល់ដល់យើងទេអត់ខ្លាចជាតិក្របជាតិអីត្រូវយើងទេហើយសម្រាប់រសើមុននឹងការប្រាស់យើងរុញទៅមុខទៅបាទអូខេចាំខ្ញុំរុញឲ្យមើលយើងរុញទៅមុខទៅវាធូរខ្សែពៀនកាលណាដែលធូរខ្សែពៀនយើងនឹងបញ្ឆេះបើយើងបញ្ឆេះតឹងហ្មងគឺវាអត់ងាយឆេះវាជុំវាអត់ដល់តែជួនកាលក៏ឆេះជួនកាលក៏មិនឆេះចឹងទៅប៉ុន្តែវាច្រើនគឺយើងឆេះអត់ងាយឆេះតែប្រភេទម៉ាស៊ីនសាំងយើងត្រូវការធូរបន្តិចទៅបានវាឆេះពេលដែលឆេះហើយយើងទាញមកក្រោយវិញមកបាទទាញទប់តិចទៀតព្រោះកាលណាទាញខ្លាំងពេកកញ្ឆក់អញ្ចឹងគឺវារលត់ម៉ាស៊ីនអានេះវាអាចថារលត់ម៉ាស៊ីនវាវិលអត់តាន់អញ្ចឹងយើងអាចទប់យើងដល់នេះយើងមកវិញធូរតិចណាពេលដែលវាឆេះហើយយើងទប់វាតិចទៅអត់អីទេយើងទប់តិចទៅឬក៏តម្លើងក្រៅខ្លាំងតិចទៅគឺវាស្រួលហើយបាទហើយបញ្ឆេះម៉ាស៊ីនទូទៅម៉ាស៊ីនថ្មីខ្ញុំដាក់ម៉ាស៊ីនថ្មីជូនណា8សេកន្លះភេទម៉ាស៊ីន direct 8សេកន្លះយើងកាច់កុងតាក់មកកាច់មកអនមកបាទកាច់មកអនហើយតម្លើងក្រៅបន្តិចមកតម្លើងក្រៅបន្តិចមកហើយបើកបេតបិទនេះបិទអានេះវាបញ្ឆេះហើយទូទៅម៉ាស៊ីនខ្លះវាអត់ដូចគ្នាទេម៉ាស៊ីនខ្លះមិនបាច់វិចនេះទេបញ្ឆេះយកតម្រងក៏ឆេះដែរតែម៉ាស៊ីនខ្លះវាទោះបីតែថ្មីក៏ដោយបាទយើងបិទបើកអាហ្នឹងទេហើយជាក់ស្ដែងបងប្អូនម៉ាស៊ីនថ្មីនេះខ្ញុំចាក់ប្រេងបាតឲ្យមួយសេតហើយសាំងខ្ញុំចាក់ឲ្យមួយឆេះបាទអញ្ចឹងងាយស្រួលអីអញ្ចឹងបងប្អូនឃើញចាក់ស្ដែងគឺដូចជាមានការប្រើប្រាស់មានតែប៉ុណ្្នឹងហើយទាំងវាថែទាំ
ចឹងប្រហែលបងបាទមានចម្ងល់ឬមានបញ្ហាអ្វីអាច call ឬក៏ឆាតចូល page ខ្ញុំបាទតតែម្ដងបាទហើយខ្ញុំវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបខ្ញុំនឹងបញ្ឆេះឲ្យមើលតែម្ដង